บัดลูกสไลในนิงกัญญาบรอมันเนี่ยมีเลขขณะจำไลพลายจิงเกเลโลคือกอดโจจัดอ่านนึ่งเสียสอบเป็นจ้าเชิงหลังแต่เลหรือก็ดำกระบาชมกราวนี่คือจิตซาปรเมียนระบบ DNT News บานไรรับปรับทางบรอจำไลมันเนี่ยในក្នុងប្រទេសថៃត្រូវបានគេដាក់រហស្សនាមថាជាបរោះ69នោះព្រោះតែសកម្មភាពដ៏ចម្លែករបស់គាត់ទាំងការអាននិងការសរសេរសុទ្ធតែយកអក្សរដំក្បាលចុះទៅក្រោមរហូតស្ទើរតែមួយជីវិតរបស់គាត់ទៅហើយបរោះចម្លែកនោះមានឈ្មោះថាកថាផាសុខណ្ឌដែលមានអាយុ50ឆ្នាំរឿងចម្លែករបស់គាត់ត្រូវបានបែកធ្លាយខណៈពេលដែលគាត់បានធ្វើដំណើរទៅចូលរួមការប្រកួតចម្រៀងហើយពេលគាត់បំពេញពាក្យគាត់ចាប់ផ្ដើមសរសេរដាំក្បាលចុះមកក្រោមបរោះចម្លែកបានពោលប្រាប់ថាពេលដែលខ្ញុំដាក់ពាក្យប្រឡងខណៈពេលដែលគណៈកម្មការហុចក្រដាស់ពាក្យឲ្យមកបំពេញអ្នកដតីនៅក្បែរកាយរបស់ខ្ញុំគេសុទ្ធតែសរសេរបំពេញតាមធម្មតាប្លែកអីតែខ្ញុំសរសេរដាំក្បាលចុះមកក្រោមគណៈកម្មការគេជួយបង្វិលឲ្យសរសេរដូចគេដូចឯងដែរបង្វិលទៅបង្វិលមកជាច្រើនសារទើបគេយល់ថាខ្ញុំមិនមែនសរសេរធម្មតាដូចគេឯងនោះទេបរិះចម្លែកបានពោលទៀតថាសប្តាហ៍ថ្ងៃគាត់មានអាជីពជាអ្នកស៊ីឈ្នួលមិនកំណត់ការងារនោះទេគាត់បញ្ចប់ការសិក្សាត្រឹមថ្នាក់ទី4នៅក្នុងសាលាបឋមសិក្សាវត្តតុនុកឃុំបាងប៉ាហាន់ស្រុកបាងប៉ាហាន់ខេត្តនគរស្រីអយុធ្យាប្រទេសថៃគាត់ជាមនុស្សដែលស្ទាត់ជំនាញខាងដៃឆ្វេងតាំងពីតូចមកម្លេះកាលពីនៅសិក្សាថ្នាក់ទី1គាត់ផ្ដើមអាននិងសរសេរបញ្ច្រាស់ចាប់តាំងពីពេលនោះរហូតមកប្រសិនបើឲ្យគាត់អានត្រឹមត្រូវដោយអ្នកដទៃនោះគាត់មើលអក្សរមិនសូវជាច្បាស់ទេគឺមានអារម្មណ៍ថាព្រិលភ្នែកព្រោះឃើញតួអក្សរត្រួតចន់លើគ្នាទាំងអស់បរោះ69បានបន្តទៀតថាកាលនៅពីក្មេងធ្លាប់ព្យាយាមអានអក្សរនិងសរសេរឲ្យបានត្រឹមត្រូវដូចគេឯងដែរតែទោះបីជាប្រឹងប្រែងព្យាយាមប៉ុណ្ណាក៏មិនអាចទៅរួចដែរកាលនោះលោកគ្រូអ្នកគ្រូក៏ជួយហាត់ពុតលុតដំកែប្រែទម្លាប់ដ៏អាក្រក់នេះចោលដែរតែនៅទីបំផុតលទ្ធផលនៅតែមិនអាចទៅរួចដដែលគាត់សារភាពទៀតថាទោះបីជាគ្រូសម្លុតហើយវាយបែបណាក៏នៅតែមិនអាចផ្លាស់ប្ដូរទម្លាប់មួយនេះបានឡើយការពិតវាមិនមែនជាសមត្ថភាពពិសេសអ្វីនោះទេតែវាជាទម្លាប់តាំងពីកំណើតមកច្រើនជាងដើម្បីជាការពិសោធន៍ឲ្យឃើញជាក់ស្ដែងកំឡុះ69បានសាកល្បងអានកសែតដាំក្បាលចុះក្រោមដោយបានអានយ៉ាងរហ័សដោយអ្នកអានកសែតដ៏ស្ទាត់ជំនាញម្នាក់ផងដែរបន្ទាប់មកគាត់ក៏សាកល្បងសរសេរឲ្យមើលទៀតឃើញថាការសរសេររបស់គាត់ក៏លឿនហើយថែមទាំងស្អាតទៀតផងគេក៏សំណូមពរឲ្យគាត់សរសេរបែបត្រឹមត្រូវវិញក៏ឃើញថាទាំងការសរសេរក៏យឺតនិងតួអក្សរក៏ក្រងិចកងក់ត្រេតត្រោតមើលមិនយល់តទៅសោះបរោះចម្លែកនេះបានពោលទៀតថាពេលខ្លះខ្ញុំសាំទៅហើយដូចជាពេលជិះរថយន្តក្រុងខ្ញុំទិញកាសែតអានគឺអានតាមទម្លាប់តែគ្រាន់តែខ្ញុំចាប់យកកាសែតមកអានភ្លាមមនុស្សជាច្រើនអ្នកក៏បានបែរមកមើលខ្ញុំដោយចម្លែកនៅក្នុងចិត្តពីព្រោះឃើញថាខ្ញុំអានបញ្ច្រាស់ពេលខ្លះទៀតគេក៏នាំគ្នាគិតថាខ្ញុំជាមនុស្សឈួតដោយពេលមួយនោះខ្ញុំបានទៅសាលាស្រុកដែលធ្វើឲ្យមន្ត្រីសាលាស្រុកគិតថាខ្ញុំមិនចេះអក្សរឬជាមនុស្សមិនគ្រប់ទឹកហើយស្ទើរតែឆ្លោះប្រកែកជាមួយគ្នាដោយសារតែទាញក្រដាស់ឲ្យខ្ញុំសរសេរខ្ញុំបែរជាត្រឡប់ក្បាលចុះមកក្រោមនោះខ្ញុំជាមនុស្សដែលចូលចិត្តច្រៀងមានសំនៀងពីរោះហើយមិត្តភ័ក្តិគេបានណែនាំឲ្យខ្ញុំទៅសាកល្បងច្រៀងតាមខារ៉ាអូខេបាទតាមហាងខារ៉ាអូខេតែបញ្ហាដែលមករារាំងមិនអាចឲ្យខ្ញុំច្រៀងបាននោះគឺពុំមាននរណាម្នាក់គេយល់ព្រមក្រឡាប់ក្បាលទូរទស្សន៍ចុះក្រោមដើម្បីឲ្យខ្ញុំច្រៀងនោះទេបាទគាត់និយាយចប់បរិះ69ក៏ផ្ទុះសំណាយទៅនឹងភាពចម្លែករបស់ខ្លួនបាទនេះគឺជាអត្ថបទដែលកែសម្រួលដោយលោកសូរ៉ាហើយដកស្រង់ចេញពីសារព័ត៌មាន DNT News បាទជាសារព័ត៌មានអនឡាញបាទសូមអរគុណ